เรื่องเปิดระบบโลกเย่บาบาวังกาหนึ่งการตุเตียปิภพโลกดอชนำปรำปอนหาสปรำบนก้าวปีชนำ1911នៅឯប្រទេសប៊ុលហ្គារីមានក្មេងស្រីដ៏ស្រស់ស្អាតម្នាក់ឈ្មោះវ៉ាងកានាងមានភ្នែកភ្លឺថ្លានិងរស់នៅយ៉ាងសាមញ្ញតែនៅថ្ងៃមួយកាលនាងអាយុ12ឆ្នាំគ្រោះធម្មជាតិដ៏ចម្លែកមួយបានកើតឡើងខ្យល់ព្យុះកំពុតត្បូងដ៏ខ្មៅងងឹតបានបោកបក់មកយ៉ាងកាចសាហាយខ្យល់ព្យុះនោះបានគួតយកកាយរបស់នាងហោះឡើងទៅលើអាកាសហើយធូលីដីដ៏ក្រាស់បានបោកបក់ចូលកែវភ្នែករបស់នាងពេលគេរកនាងឃើញភ្នែករបស់នាងត្រេងងងឹតទាំងស្រុងប៉ុន្តែជាធ្នូនឹងការបាត់បង់ពន្លឺព្រះអាទិត្យនាងបែរជាទទួលបានកែវភ្នែកទី3ដែលអាចមើលឃើញអនាគតកាលនិងពិភពវិញ្ញាណទៅវិញពេលវេលាកន្លងផុតទៅវ៉ាងហ្គាបានធំធាត់នឹងចាស់ជរាคล้ายជាលោកយាយបាបាវ៉ាងហ្គាដ៏ល្បីល្បាញប្រចាំតំបន់បាវកង់មនុស្សរាប់លាននាក់រួមទាំងមេដឹកនាំកម្ពុជាបានធ្វើដំណើរមកជួបលោកយាយដើម្បីសុំការទស្សទាយលោកយាយជឿថាដុំស្ករអាចស្រូបយកធម៌ពលជីវិតរបស់មនុស្សហើយលោកយាយអាចអានវាសនារបស់ពួកគេតាមរយៈវិញ្ញាណការទស្សទាយប្រវត្តិសាស្ត្រដែលคล้ายជាការពិតការទស្សទាយរបស់លោកយាយបាបាវ៉ាងហ្គាជាច្រើនបានคล้ายជាការពិតគួរឲ្យព្រឺសម្បុរកាលនោះគ្មាននរណាយល់អត្ថន័យទេរហូតដល់ឆ្នាំ2000នាវាមួយទឹកនុយក្លេអ៊ែររបស់រុស្ស៊ីឈ្មោះ Kursk ពិតជាបានលេចមែនលោកយាយក៏បានទស្សទាយពីព្រឹត្តិការណ៍ភេរវកម្មដ៏រន្ធត់មួយនៅសហរដ្ឋអាមេរិកផងដែរនោះគឺព្រឹត្តិការណ៍9 ខែ 11 ឆ្នាំ2001ដែលយន្តហោះបានបុកកំទេចអគារពាណិជ្ជកម្មភ្លោះដោយពាក្យលោកយាយថាសត្វស្លាបដែកពិតមែនជាងនេះទៅទៀតលោកយាយបានប្រមានអំពីការប្រែប្រួលអាកាសធាតុតាំងពីពិភពលោកមិនទាន់ចាប់អារម្មណ៍ម្លេះភ្នំទឹកកកពូលនឹងរលាយហើយទឹកសមុទ្រនឹងជន់លិចទីក្រុងធំៗលោកយាយបានទស្សទាយត្រីចាំអំពីមហារលកយក្សស៊ូណាមីឆ្នាំ2004ដែលផ្តាច់ជីវិតមនុស្សរាប់សែននាក់ការមើលឃើញសោកនាដកម្មរាប់មិនអស់បានធ្វើឲ្យលោកយាយរងទុក្ខផ្លូវចិត្តយ៉ាងខ្លាំងពេញមួយជីវិតការទស្សទាយពិភពអនាគតនិងបច្ចេកវិទ្យាមុនពេលលោកយាយទទួលមរណភាពលោកយាយបានបន្សល់ទុកការព្យាករណ៍ដ៏វែងឆ្ងាយរហូតដល់ឆ្នាំ5079សម្រាប់ទសវត្សរ៍ឆ្នាំ2020លោកយាយទស្សទាយថាបញ្ញាសិប្បនិម្មិត AI និងកុំព្យូទ័រនឹងគ្រប់គ្រងជីវិតមនុស្សទាំងស្រុងលោកយាយក៏បានលើកឡើងថាមនុស្សនឹងចាប់ផ្ដើមបណ្ដុះសេរីថ្មីនិងបញ្ចូលរាងកាយជាមួយម៉ាស៊ីន Cyborgs ដើម្បីពន្យាអាយុជីវិតនៅឆ្នាំ2028លោកយាយទស្សទាយថាមនុស្សជាតិនេះនឹងរកឃើញប្រភពថាមពលថ្មីដ៏មហាសាលហើយនៅឆ្នាំដដែលនោះដែរមនុស្សនឹងបញ្ជូនយានអវកាសទៅកាន់ភពសុក្រដើម្បីស្វែងរកធនធានរឿងដែលគួរឲ្យភ្ញាក់ផ្អើលបំផុតគឺលោកយាយបានទស្សទាយថាថ្ងៃណាមួយមនុស្សនឹងតាក់ទងជាមួយមនុស្សក្រៅភពពិតនៅឆ្នាំ2130មនុស្សភពពលនឹងចុះមកជួយមនុស្សជាតិឲ្យរស់នៅក្រោមបាតសមុទ្រនិងកសាងអរិយធម៌ថ្មីមនុស្សនឹងអាចកសាងទីក្រុងក្រោមសមុទ្រដែលមានពន្លឺសិប្បនិម្មិតដោយមានការជួយជ្រោមជ្រែងពីបច្ចេកវិទ្យាអេលៀនជាយ៉ាងណាអនាគតមិនមែនមានតែរឿងល្អទេលោកយាយបានប្រមានពីគ្រោះកាចជាច្រើនលោកយាយទស្សទាយថាគន្លងគោចររបស់ផែនដីនឹងផ្លាស់ប្ដូរដោយបណ្ដាលឲ្យមានគ្រោះធម្មជាតិដ៏ធំបំផុតនៅឆ្នាំ2100ព្រះអាទិត្យនឹងចុះខ្សោយប៉ុន្តែមនុស្សនឹងបង្កើតព្រះអាទិត្យសិប្បនិម្មិតដើម្បីបន្លឺផ្នែកងងឹតរបស់ផែនដីជាដល់ឆ្នាំ2288លោកយាយបានប្រាប់ថាមនុស្សនឹងអាចបង្កើតម៉ាស៊ីនធ្វើដំណើរឆ្លងពេលវេលាបានសម្រេចរហូតដល់ឆ្នាំ2797ផែនដីនឹងលែងអាចរស់នៅបានទៀតប៉ុន្តែមនុស្សជាតិនឹងរត់គេសទៅរស់នៅប្រព័ន្ធព្រះអាទិត្យផ្សេងនៅឆ្នាំ4304មនុស្សនឹងរកឃើញថ្នាំដែលអាចព្យាបាលរាល់ជំងឺទាំងអស់ធ្វើឲ្យមនុស្សមានជីវិតអមតៈនៅឆ្នាំ5076មនុស្សជាតិនឹងធ្វើដំណើរទៅដល់ព្រំដែនចុងបង្អស់នៃសកលលោកឋានហើយនៅឆ្នាំ5079លោកយាយទស្សទាយថាគឺជាទីបញ្ចប់នៃអ្វីៗទាំងអស់គឺថ្ងៃបញ្ចប់នៃសកលលោកឋានត្រឡប់មកវិញនៅខែសីហាឆ្នាំ1996លោកយាយបាបាវ៉ាងហ្គាបានលាចាកលោកនៅអាយុ85ឆ្នាំមុនពេលស្លាប់លោកយាយញញឹមដឹងថាលោកយាយបានបំពេញភារកិច្ចជួយមនុស្សជាតិរួចរាល់ហើយរហូតមកដល់សប្តាហ៍ថ្ងៃទោះបីលោកយាយបានស្លាប់បាត់ទៅហើយក៏រាល់ការទស្សទាយរបស់លោកយាយនៅតែធ្វើឲ្យពិភពលោកព្រឺសម្បុរអ្នកជំនាញខ្លះអះអាងថាការទស្សទាយរបស់លោកយាយមានភាពត្រឹមត្រូវរហូតដល់ 85% លោកយាយធ្លាប់ផ្ដាំថានឹងមានក្មេងស្រីពិការភ្នែកម្នាក់នៅប្រទេសបារាំងនឹងស្នងតំណែងជាអ្នកមើលឃើញអនាគតបន្តពីលោកយាយទោះជាមានការទស្សទាយអាក្រក់ៗជាច្រើនលោកយាយតែងតែទូន្មានមនុស្សឲ្យចេះស្រឡាញ់គ្នាព្រោះថាទោះអនាគតត្រូវបានកំណត់ទុកហើយតែអំពើល្អនិងមេត្តាធម៌
អាចផ្លាស់ប្ដូរវាសនាពិភពលោកបានជានិច្ចឈុតទីស័យសុខតើអ្នកជឿលើការទស្សន៍ទាយរបស់លោកយាយបាបាវ៉ាន់ហ្គាដែរទេសូមជួយបញ្ចេញមតិខាងក្រោមហើយកុំភ្លេចចុច Subscribe Channel WSN ផងណា